ថ្ងៃនេះខ្ញុំលើកយកអាហារ4ប្រភេទដែលអាចធ្វើឲ្យកុមារប្រឈមទៅនឹងជំងឺខ្សោយតម្រងនោមនៅពេលដែលយើងឮពីជំងឺខ្សោយតម្រងនោមភាគច្រើនយើងគិតថាប្រហែលជាវាកើតច្រើនទៅលើមនុស្សចាស់ឬក៏មនុស្សដែលមានអាយុច្រើនទេប៉ុន្តែការពិតមិនមែនចឹងទេទោះបីចាស់ក៏ដោយក្មេងក៏ដោយសំខាន់ទៅលើ lifestyle ឬក៏របៀបនៃការរស់នៅរបស់គាត់ហើយនឹងរបបអាហាររបស់គាត់គឺអាចធ្វើឲ្យគាត់កើតជំងឺខ្សោយតម្រងនោមដូចគ្នាថ្ងៃនេះខ្ញុំលើកយកអាហារ4ប្រភេទដែលអាចធ្វើឲ្យកុមារប្រឈមទៅនឹងជំងឺខ្សោយតម្រងនោមអញ្ចឹងអាហារប្រភេទទី1គឺប្រភេទពួកគេហៅ processed meat ប្រភេទជាសាច់កែច្នៃដូចជា hot dog ដូចជា ham ដូចជា bacon នេះហ្នឹងអាហ្នឹងវាសម្បូរទៅដោយពួកសារធាតុសូដ្យូមឬក៏ហៅអំបិលហើយនឹងសារធាតុរក្សាទុកដែលយូរទៅវានឹងធ្វើឲ្យតម្រងនោមហ្នឹងវាប្រឹងធ្វើការខ្លាំងហើយថ្ងៃក្រោយទៅអាចឈានទៅដល់ការលើសឈាមទៀតអាហារប្រភេទក្រុមទី2នោះគឺតាក់ទងជាមួយនឹង sugary drink បានន័យថាជាប្រភេទ drink ដែលផ្អែមតែយើងលើកយកមកនេះគឺមានប្រភេទពួកភេសជ្ជៈបើកម្លាំងដែលយើងឃើញក្មេងៗគាត់ចូលចិត្តសម័យនេះអញ្ចឹងអាហ្នឹងក៏បង្កទៅជាបញ្ហាតម្រងនោមដូចគ្នាព្រោះអីអា sugary drink ហ្នឹងវានឹងធ្វើឲ្យគាត់ធាត់វានឹងធ្វើឲ្យគាត់ទៅជាទឹកនោមផ្អែមហើយយូរទៅវានឹងបំផ្លាញទៅដល់តម្រងនោមទៀតអាហារប្រភេទទី3គឺជាប្រភេទអាហារគេហៅថា canned food បានន័យថាជាប្រភេទអាហារកំប៉ុងគឺដូចជាត្រីគេហៅត្រីខដាក់ក្នុងកំប៉ុងប្រភេទពួកស៊ុបកំប៉ុងអាហ្នឹងគឺធម្មតាគឺគេដាក់ជាតិអំបិលច្រើនវាសម្បូរដោយសូដ្យូមដើម្បីរក្សាឲ្យវាស្រស់បានយូរអញ្ចឹងក្នុងករណីដែលគាត់បរិភោគអាហារបែបហ្នឹងច្រើនក៏អាចធ្វើឲ្យប៉ះពាល់ទៅដល់តម្រងនោមគាត់ដូចគ្នាចំណែកអាហារចុងក្រោយហ្នឹងទី4គឺពាក់ព័ន្ធជាមួយនឹងនំកញ្ចប់ហ្នឹងក៏ជារបស់ដែលក្មេងចូលចិត្តញ៉ាំដែររបៀប cheap របៀបនំស្រួយហ្នឹងធម្មតារបស់ហ្នឹងគឺគេដាក់ជាតិសូដ្យូមច្រើនហើយនឹងប្រភេទខ្លាញ់ដែលអត់ល្អហើយក៏វាថែមទៅនឹងគេហៅ artificial flavor ដែលជាប្រភេទរសជាតិដែលគេកែច្នៃហ្នឹងដើម្បីធ្វើឲ្យក្មេងគាត់ញ៉ាំហើយក៏ចង់ញ៉ាំទៀតអញ្ចឹងទាំងអស់ហ្នឹងវានឹងធ្វើឲ្យតម្រងនោមរបស់ក្មេងហ្នឹងថ្ងៃក្រោយអាចនឹងប្រឈមមុខទៅនឹងកើតជំងឺបានអញ្ចឹងសរុបមកវិញក្នុងករណីដែលគាត់ញ៉ាំអាហារទាំងអស់ដែលខ្ញុំបានរៀបរាប់ទាំងអស់ហ្នឹងគេហៅញ៉ាំម្ដងហ្នឹងច្រើនឬក៏ញ៉ាំល្មមប៉ុន្តែញ៉ាំរាល់ថ្ងៃអញ្ចឹងថ្ងៃណាមួយនឹងធ្វើឲ្យតម្រងនោមគាត់ហ្នឹងគឺវាចុះខ្សោយដោយខ្លួនឯងជាសារចុងក្រោយសម្រាប់ប៉ាម៉ាក់គួរជំរុញឲ្យកូនញ៉ាំអាហារដែលស្រស់បានន័យថាបន្លែស្រស់ឬក៏ផ្លែឈើស្រស់ឬក៏អាហារដែលយើងចម្អិននៅផ្ទះដោយខ្លួនឯងហើយនឹងឲ្យគាត់ញ៉ាំទឹកធម្មតាហ្នឹងឲ្យបានច្រើនអញ្ចឹងគឺវានឹងជួយថែរក្សាសុខភាពរបស់តម្រងនោមរបស់កូនប៉ាម៉ាក់ផងដែរមន្ទីរព្យាបាលស្ត្រីនិងកុមារដំរីជាមន្ទីរពេទ្យដែលទទួលស្គាល់ស្តង់ដារជាអន្តរជាតិដោយអង្គការ AACI របស់សហរដ្ឋអាមេរិកដំបូងគេបំផុតនៅកម្ពុជា